time limited skin គឺជា skin ដែលយើងអាចទិញបានគ្រប់ពេលវេលាទេគឺជា skin ដែលមានពេលវេលាកំណត់ក្នុងការលក់អីចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ថានៅក្នុង Mobile Legends យើងមាន hero ចំនួន8ដែលមាន skin limited ច្រើនជាងគេហ្មងអ្នកទាំងអស់គ្នាហើយមាន hero ខ្លះមាន skin limited រហូតដល់9ម្នាក់ឯងហ្មងអញ្ចឹងបើចង់ដឹងថា hero ណាខ្លះដែលមាន skin limited ច្រើនជាងគេអ្នកទាំងអស់គ្នាអាចស្ដាប់វីដេអូមួយនេះបានអញ្ចឹង hero ទី1ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero Cloud ដែល Cloud មាន skin limited រហូតដល់8 skin អ្នកទាំងអស់គ្នាហើយ skin របស់ Cloud គឺច្រើនណាស់អ្នកទាំងអស់គ្នាចូលមកដល់ hero ទី2ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero Lancelot ហើយ Lancelot ក៏មាន skin limited រហូតដល់8 skin ផងដែរអញ្ចឹងចូលមកដល់ hero ទី3ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero Chu ហើយ Chu ហ្នឹងក៏ skin limited 8ដូចគ្នាដែរអ្នកទាំងអស់គ្នាយេហើយចូលមកដល់ hero ទី4ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero មួយដែលយើងចំណាំហៅថា Queen of Limited ណាគឺជាកញ្ញា Selena របស់យើងហ្នឹងឯងដោយសារតែ Selena នេះគឺមាន skin តែ9ទេសប្តាហ៍ថ្ងៃប៉ុន្តែ skin limited រហូតដល់8 skin នេះលើកលែងតែ skin normal មួយទេអញ្ចឹងចូលមកដល់ hero ទី5ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero Fanny ដែល Fanny ក៏មាន skin limited ចំនួន8ផងដែរហើយ hero ទី6ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា hero Zilong ដែល Zilong ក៏មាន skin limited ចំនួន8ដូចគ្នាដែរហើយ hero ទី7ដែលមាន skin limited ច្រើនជាងគេហ្នឹងគឺជា Alucard សិតតែជា hero សេរីចាស់យើងទេហើយ Alucard នេះក៏មាន skin limited ចំនួន8 skin ដូចគ្នាដែរតែនៅ hero ទី8របស់យើងគឺ skin limited ច្រើនជាងគេអ្នកទាំងអស់គ្នាគឺរហូតដល់9 skin តែខ្ញុំអត់ទាន់ចង់ប្រាប់អ្នកទាំងអស់គ្នាថាជា hero មួយណាទេចង់អ្នកគេ comment ទីលេសិនតែ hero មួយណាដែលជា hero ដែលមាន skin limited រហូតដល់9 skin ណាអញ្ចឹងជឿពេលដែលអ្នកទាំងអស់គ្នាកំពុងតែ comment ហ្នឹងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាបន្តិចថ្ងៃទី16ហ្នឹងនឹងមានការ free ticket ជាមួយនឹង event loading screen របស់ event Naruto ណាបើតែខ្ញុំដឹង event ហ្នឹងដែរបើសិនជាយើងចង់បានជាមួយនឹង full ticket យើងត្រូវ top up ដែរមិនរហូតដល់500ដែរមិនណាអញ្ចឹងនេះគឺជាតម្លៃណែនាំពី Crybaby Store ដែលតម្លៃមួយហ្នឹងគឺធូរថ្លៃខ្លាំងមែនទែនហើយបាន full ticket ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការដាក់ពេជ្រដើម្បីទទួលបានជាមួយនឹង ticket event loading screen អ្នកទាំងអស់គ្នាអាចដាក់បាននៅ Crybaby Store ដោយឆាតតាមរយៈ page ក៏បានឬក៏ដាក់តាម website ដែលខ្លួនឯងក៏បានដែរអញ្ចឹងតើអ្នកទាំងអស់គ្នា comment ទាយឲ្យអស់នៅអញ្ចឹងសម្រាប់ hero ដែលមាន skin limited រហូតដល់9 skin ហ្នឹងគឺជា hero Miya មិនដែលអ្នកទាំងអស់គ្នាទាយត្រូវអត់ហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ